ไอ้สมาร์ทให้มันตามดาลเตียนมาอยู่อ่ะว้าวให้สะอาดไหมกันยังไงสะอาดห่วงไงสักแต่ไงได้สะอาดจำไรเนี่ยนั่งเหรอซิก้าไหมซิก้านะแล้วbảy trong xã được nhau mặtจังได้แต่nè miên cái đầu ao rồi กระโดว้าว đó อันนั้นกันยังมีกระโดnhau nè tới vô từ lo sao đấy lỗ nhà cả ao chẳng đừng chăm phết đó cả nhà mày đã bông sạch mà lắng play mong á sạch mày sạch lượt tìm mua từ những cái ao nữa chăng hả bông cái áo này tới chẹo mỏng đang hả bông chạy tôn thế thôi nó nắng thơ biết cái đấy cái nát đang á thơ bị từ say sốt không ai dừng sao bạn giống mắt có chân này địa bánh cái nhát sốt nó nhung lư vú rồi và tay nhưng mà đai pé từng lượt tìm mua tròn mỏng thôi vậy khơi nhung tin cái đồ bạn thời hết ở phun ra này nhà để ba lấy score rồi chít kẹt sốt kê hay mua hai tới ban năm nhưng mà này trong đó bài ai mà score cái lại thơ sốt nữa nghe lạnh thơ sốt chả sốt nó thơ bị ấy lấy môn là ai bài đắng nhưng mình được bị xa trăng này nọ men mệt xua mệt xua bong lại thơ sốt rồi គាត់មិនអ្នកធ្វើសូត្រទេប៉ុន្តែគាត់អាចនាំយើងទៅកន្លែងធ្វើសូត្រហើយនឹងប្រាប់ពីរបៀបផ្ដើមពីណាទៅណាអញ្ចឹងណាឥឡូវបងកាន់តែចង់ដឹងអត់ចង់ដឹងមែនតើខ្ញុំចង់ដឹងដែរនេះឥឡូវកុំឲ្យខាត់ពេលយូរចង់ឲ្យបងជួយណែនាំពួកខ្ញុំទៅកន្លែងហ្នឹងហ្មងបាទចា៎បាទនេះជាឈ្មោះសម្រាប់កសិដ្ឋានសូត្រសិប្បករអង្គរយើងកន្លែងនេះកន្លែងគេដែរបងកន្លែងនេះរៀបរាប់អំពីប្រវត្តិការកកើតរបស់ក្រុមហ៊ុនសិប្បករអង្គរដែលយើងកើតតាំងពីឆ្នាំ1992តាំងពីឆ្នាំ1992បាទជាង30ឆ្នាំមុនកញ្ញាឯងកើតមកទៅនិយាយរួមដំបូងឡើយគឺយើងមិនទាន់ខ្លាយទៅជាក្រុមហ៊ុនទេគឺលក្ខណៈជាសមាគមរាជរដ្ឋាភិបាលបារាំងដែលគាត់ជួយគ្រប់គ្រងបណ្ដុះបណ្ដាលផ្នែកសំណង់បាទជាងទឹកជាងភ្លើងហើយក្រោយមកគឺយើងមានផ្នែកចម្លាក់សិល្បៈតម្បាញសូត្រចម្លាក់ឈើចម្លាក់ថ្មមានខ្មុកមានម្រ័ក្សណ៍ដូច្នោះការទស្សនារបស់យើងនៅទីនេះយើងមានដំបូងគឺយើងទៅមើលចម្ការម៉ូនបាទយើងដាំដើមម៉ូនហ្នឹងគឺដើម្បីយកស្លឹកទៅឲ្យដង្កូវនាងរបស់យើងស៊ីនៅក្នុងផ្ទះចិញ្ចឹមនាងបាទបន្ទាប់ពីយើងផលិតបានសម្បុកនាងហើយយើងនឹងទៅមើលរោងស្រាវបាទរោងស្រាវសូត្របាទក្នុងនោះយើងមានរោងស្រាវសូត្រមានចលក់ពើមានចងជាគោមលើកជាម៉ូតបាទលើកជាក្បាច់បែបបុរាណរបស់យើងនេះជាផែនទីសម្រាប់យើងទេសនានៅទីនេះទើបមកបានយើងហួសមករោងតម្បាញយើងក៏មានសារៈបន្ទីសូត្ររបស់យើងជាចុងក្រោយយើងនឹងទៅមើលផលិតផលសម្រេចរបស់យើងសម្បូរបែបបងអញនាំពួកខ្ញុំមកកន្លែងបដោះកូនឈើទៅអីប្រភេទដើមម៉ូនអូនេះគឺជាដើមម៉ូនហ្នឹងហើយដែលយើងអាចផលិតសូត្ររបស់យើងបានណាជាទូទៅយើងដាំយើងផ្សាំ3ខែបន្ទាប់ពី3ខែមកយើងយកមកដាំក្រោយដាំអាច3ខែទៀតយើងអាចបេះស្លឹកដាក់ឲ្យដង្កូវនាងស៊ីបានហើយចុះបងអាដើមម៉ូននេះអានេះវាអស់ធំហ្នឹងប៉ុណ្្នឹងហើយឬក៏វាធំយ៉ាងហ្នឹងទៀតជាទូទៅដើមម៉ូនយើងហៅដើមកន្តែរ៉ែអាច7ទៅ10ម៉ែត្រប៉ុន្តែនៅកសិដ្ឋានសូត្រនេះយើងរាល់3ខែគឺយើងកាត់ម្ដងដើម្បីឲ្យលើសបំពង់ថ្មីឬក៏មេឃថ្មីហ្នឹងដើម្បីផ្ដល់ស្លឹករាល់ខែព្រោះយើងចាំបាច់បេះរាល់ខែឬក៏រាល់ថ្ងៃដើម្បីឲ្យកូននាងរបស់យើង7ម៉ែត្រទៅ10ម៉ែត្រខ្ពស់ណាវ៉ាវប៉ុន្តែយើងអាចទុកខ្ពស់អញ្ចឹងដោយសារពេលដែលខ្ពស់ពេកយើងពិបាកបេះបងណាបាទពេលខ្ពស់ពេកបាទយើងពិបាកបេះមួយទៀតមានតែមេឃច្រើនអត់សូវមានស្លឹកបាទពេលណាដែលវាទៀបយើងអាសាកាត់វាក៏ចេញស្លឹកច្រើនហើយស្លឹកច្រើនដើមម៉ូនយើងមានប្រភេទជាច្រើនប៉ុន្តែនៅក្នុងស្រុកយើងនេះយើងមាន4ប្រភេទ4មានម៉ូនកែវម៉ូនលហុងម៉ូនបាយនិងម៉ូនស្លឹកនៅនេះយើងដាំម៉ូនស្លឹកសម្រាប់ដាក់ឲ្យដង្កូវនាងរបស់យើងតាមដើមនោះមានតកៅអត់បងយើងអត់មានទេជាទូទៅកូននាងគឺជាសត្វដែលងាយនឹងឈឺដូច្នោះយើងត្រូវទៅដាក់
ដាក់ចិញ្ចឹមនៅខាងក្នុងផ្ទះដើម្បីស្រួលរក្សាកម្ដៅឬក៏សំណើមនិងក្លិនផ្សេងឬក៏សត្វស្លាបសត្វផ្សេងខំបំផ្លាញកូននាងរបស់យើង ចុះបងអត់ស្លឹកប៉ុណ្ណឹងយើងអាចបេះបាននៅបាទប៉ុណ្ណេះយើងអាចបេះបានហើយប៉ុន្តែយើងបេះចាប់ពីក្រោមរហូតដល់លើប៉ុន្តែមិនច្រើនទេមួយថ្ងៃអាច2ស្លឹកឬក៏3ស្លឹកបណ្ដើចឹងយើងអត់មានកាត់ចុងវាយកទៅទេបងយើងអត់កាត់ទេទាល់តែដល់គ្រប់3ខែបានយើងកាត់នៅកន្លែងនេះវិញបាទយើងទុកប្រហែលជា1ម៉ែត្រកម្ពស់ពីដីបាទដើម្បីឲ្យលើសមេឃលើសស្លឹកថ្មីទៀតចុះកូននាងហ្នឹងបងក្រៅពីស្លឹកមនហ្នឹងវាអាចស៊ីអីផ្សេងបានអត់ស្លឹកផ្សេងអីបានអត់កូននាងហ្នឹងគឺយើងដាក់ជាមួយនឹងស្លឹកអីផ្សេងគឺអត់ស៊ីទេគឺស៊ីតែស្លឹកមនហ្នឹងឯងដូចនេះយើងមានមននេះមនលហុងបាទស្លឹកអូអញ្ចឹងសូម្បីតែស្លឹកក៏ស្តៀងដើមលហុងដែរបងដូចស្លឹកលហុងហើយក៏ជឿច្រើនដែរដូច្នោះយើងដាំគ្រាន់តែបង្ហាញតែនេះមិនមែនចេញផ្លែមកដូចផ្លែលហុងទេណាអត់ទេផ្លែគឺផ្លែដូចមនហ្នឹងហើយប្រភេទមនដូច្នោះមនលហុងហ្នឹងបើយើងដាក់ឲ្យកូននាងគឺអត់សូវស៊ីដែរព្រោះអីជឿច្រើនហើយមានប្រភេទផ្សេងទៀតបាទមានមនកែវហើយនឹងប្រភេទមនបាយអញ្ចឹងស្លឹកនេះយើងបេះដើម្បីយកឲ្យកូននាងញ៉ាំបាទយើងបេះដេញពីក្រោមហ៎បងពីក្រោមក៏បានដែរណាជាទូទៅកូននាងកូនងាតូចយើងបេះត្រួយហាន់ឲ្យបាទដល់ពេលកូននាងដែលយើងធំហើយយើងអាចបេះស្លឹកចាស់ទៅតាមកិនអ្នកចិញ្ចឹមក៏ដឹងវ័យរបស់ដង្កូវនាងដើម្បីថាបេះស្លឹកប៉ុណ្ណាដើម្បីឲ្យដង្កូវស៊ីកើតបាទអូខេតោះយើងគ្រប់ហើយស្លឹកយើងយកទៅឲ្យកូននាងបាទនេះជាផ្ទះចិញ្ចឹមដង្កូវនាងចង់ចូលកន្លែងហ្នឹងខ្លាចទេខ្លាចដែរតែចង់ឃើញបងឃើញពីមុនអត់លើកទី1ខ្ញុំអត់ដែរមកមុននឹងយើងឡើងទៅលើយើងមើលចណ្ដើរឬក៏សសរគឺយើងដាក់ទឹកជុំវិញនេះគឺកុំឲ្យសម្ោចឡើងទៅខំកូននាងរបស់យើងណាបាទហើយមុននឹងខ្ញុំបង្ហាញដង្កូវនាងខ្ញុំណែនាំបន្តិចដើម្បីយើងងាយស្វែងយល់អំពីវគ្គជីវិតរបស់ដង្កូវនាងគឺមាន47ថ្ងៃគឺយើងមាន4ដំណាក់កាលធំដំណាក់កាលជាមេអំបៅបន្ទាប់មកគឺដំណាក់កាលពងបាទដំណាក់កាលជាកូនដង្កូវដូច្នេះជាដំណាក់កាលទី3ហើយដំណាក់កាលទី4ហ្នឹងគឺចាក់សម្បុកតែម្ដងសម្បុកនាងហ្នឹងគឺអ្វីដែលយើងយកទៅផលិតសរសៃសូត្រហ្នឹងអានេះជាមេអំបៅសូត្ររបស់យើងទូចណាបាទមេអំបៅសូត្រហ្នឹងគឺអត់អាចបាទនៅរស់គឺអត់អាចហើនៅតាមបរិវេណផ្សេងទេគឺជាទូទៅគឺនៅតែនៅក្នុងកន្លែងដែលយើងចិញ្ចឹមហ្នឹងឯងបាទអូនេះពងជាប់គ្នាមែនតាបងបាទតែនេះបើសិនជាអត់ពាក់គ្នាវាអាចហើបានអត់ទេអត់ពាក់គ្នាក៏អត់ហើដែរចម្លែកខុសគេណាមេអំបៅគេស្អីគេអាចហើបានណាតែពេលមេអំបៅដង្កូវនេះអត់អាចហោះហើបានដូចគេព្រោះអីមេអំបៅសូត្រហ្នឹងគឺយើងហៅថាដង្កូវនាងជាប្រភេទសត្វដែលទន់ខ្សោយមិនសូវជាធន់មិនសូវជាខ្លាំងទេដូច្នោះនៅពេលដែលខ្លាចជាមេអំបៅហើយក៏នៅតែខ្សោយមិនអត់អាចហើបានមានស្លាបប៉ុន្តែអត់ហើវាដូច្នោះយើងបែងចែកទៅទៀតជាមេអំបៅហ្នឹងគឺជិបគ្នាយើងមានឈ្មោលហ្នឹងតូចជាងហើយនឹងញីធំគឺជិបគ្នាបន្តពូជហ្នឹងគឺមាន12ម៉ោងជាទូទៅគឺជិបយូរដែរប៉ុន្តែយើងអនុញ្ញាតត្រឹម12ម៉ោងគឺយើងបេះចេញហើយបេះចេញដើម្បីទុកកម្លាំងឲ្យញីហ្នឹងមានបពងបានច្រើននិយាយចោះញីមួយហ្នឹងគឺពងបានចន្លោះ250ទៅ300ពងដែរបកមកវិញគឺនៅពេលដែលមានអំបៅពងយើងទុករយៈពេល12ថ្ងៃបានញើសទៅពេលញើសយើងបានកូនដង្កូវតូចបាទកូនដង្កូវនេះគេចាប់ផ្ដើមស៊ីស្លឹកមនដែលយើងដាក់នៅតូចនេះគឺយើងចិញ្ច្រាំស្លឹកមនគឺឲ្យស៊ីបាទដូច្នេះយើងមានដំណាក់កាលរយៈពេល24ថ្ងៃសោះអញ្ចឹងទៅមើលកូនដង្កូវទៅមកអូខេយើងទៅមើលកូនដង្កូវអូចុះកន្លែងនេះស្អីគេបង
Ồ, ní cái lên dương đặt đằng câu rồi cả con đằng câu bỏ dương ta tam đầm nạ ca này mùi anh bạc bán đó không ấy bàn sẵn anh húm cái dương đặt có mồi mua rồi cả rui trôi khăm con đằng câu dương và dương miền đầm nạ ca là xem cái ní nếu dương miền con đằng câu tôiอายุเติมនឹង4ថ្ងៃបើថាអត់សូវឃើញវាបងណោះបើយើងមើលទៅនិយាយរួមគឺមិនសូវមានសកម្មភាពឬក៏ចលនាទេគឺតិចអញ្ចឹងស្លឹកនេះមិនមែនមកដល់បោះឲ្យវាស៊ីល្មងទេយើងយកទៅហាន់យកអីសិនបងបាទហ្នឹងស្លឹកនេះចាំយើងយកទៅដាក់ធំអីចេះលោតអត់បងអត់លោតទេមិនមែនដូចអាតកៅអីស្នងហ្នឹងគ្នាតែកូនងាយទេបងបាទបន្ទាប់មកយើងមានដំណាក់កាលមួយទៀតដែលអាយុបងដូច្នោះគឺអានេះជាដំណាក់កាលទី2គឺមានអាយុ8ថ្ងៃហើយបាទខ្ញុំតកៅផ្សេងខ្លាចទៅពេលតកៅនេះមើលទៅអត់សូវខ្លាចបាទវា slot តកៅនេះគឺ slot អូខេយើងមកមើលដំណាក់កាលចុងក្រោយរបស់ដង្កូវនាងឥឡូវធំពេញវ័យហើយអូអានេះពេលពេញវ័យដាក់ក្នុងបន្ទប់តែឯងពេញវ័យគឺយើងដាក់បន្ទប់ធំហ្នឹងគឺការពារផងដែរដូចជាមូសរុយខ្លែនដោតែចូលមកស៊ីកញ្ញាមិនចូលចិត្តខ្លាចបងធ្វើនឹងបានទេអូកញ្ញាខ្លាចដូច្នោះនេះជាអត់ទៅអត់ខ្លាចទេណាទៅអត់សូវមានសកម្មភាពអូតែពេលអាពេញវ័យនេះយើងបាច់ហាន់ស្លឹកទេបងណាហ្នឹងហើយនេះជាដំណាក់កាលចុងក្រោយដូច្នោះដល់ពេលដែលដង្កូវនាងស៊ីតាំងពីតូចរហូតដល់អាយុប៉ុណ្ណេះគឺ25ថ្ងៃអានេះបាន25ថ្ងៃទេបងស្អែកហ្នឹងគឺអាយុ26ថ្ងៃគឺដង្កូវនាងយើងចាប់ផ្ដើមទុំនោះក៏ពើលឿងដល់ពេលដែលពើលឿងហើយយើងចាប់ពីនេះយើងទៅដាក់នឹងជាលឬក៏ល្អីរបស់យើងនៅខាងក្រៅសម្បុរស្បែកវានឹងទៅជាពណ៌លឿងវិញបាទទៅវាពណ៌លឿងដល់ពេលដែលទុំគឺពណ៌លឿងតែវានៅរស់ដដែលទេនៅរស់ដដែលចង់ឲ្យបងនាំទៅមើលអាតកៅពណ៌លឿងចឹងអានេះបន្ទាប់ពីទុំលឿងមកបាទយកមកដាក់ក្នុងកញ្ច្រែងនេះបងហើយបន្ទាប់ពីទុំបាទដល់ពេលដែលកូននាងយើងពើលឿងហើយនិយាយរួមគឺចន្លោះ25 26ថ្ងៃគឺកូននាងគាត់លេងស៊ីហើយគាត់ចាប់ផ្ដើមទុំបណ្ដើហើយដូច្នោះគឺយើងចាប់ផ្ដើមបន្ថយចំណីដែរតែពេលឲ្យវាធ្វើជាសម្បុកខ្លួនឯងទៅបាទដូច្នោះកូននាងគឺពេលដែលចាក់សម្បុកគឺខុសពីគេខុសពីដង្កូវផ្សេងណាធ្វើពីកន្លែងផ្សេងបើកូននាងគឺបញ្ចេញពីមាត់បើចឹងសម្បុកហ្នឹងចេញពីទឹកមាត់វាបាទចេញពីទឹកមាត់ចុះសម្រាប់អានេះនេះឃើញវាចាប់សម្បុកបដើហ្នឹងអាយុតាណាគ្នាមែនបងបាទអាហ្នឹងព្រឹកម្សិលមិញហ្នឹងហើយអានេះទៅតែព្រឹកនេះដូច្នោះជាទូទៅយើងអាចដឹងបាននៅពេលដែលដង្កូវនាងធ្វើសម្បុកហើយហ្នឹងគឺចន្លោះពី5ថ្ងៃ5ទៅ6ថ្ងៃហ្នឹងគឺហើយចុះបន្ទាប់ពីធ្វើសម្បុកហើយវាទៅណាវិញមកមែនបន្ទាប់ពីធ្វើសម្បុកក៏នៅខាងក្នុងរហូតដល់ខ្លាយជាមេអំបៅអូធ្វើសម្បុកហើយវាចូលទៅសង្ងំក្នុងសម្បុកហ្នឹងហ្មងអត់ទេគឺចាប់ផ្ដើមធ្វើនោះគឺចាប់ផ្ដើមរុំខ្លួនឯងតែម្ដងរុំខ្លួនឯងបាទអត់មែនតែចាក់រួចគឺចូលទៅខ្លួនទេសាហាវមែនក្រុមខ្លួនឯងនោះឬក៏ការពារសុវត្ថិភាពណាដើម្បីឲ្យคลายខ្លួនទៅជាដកដឿបន្ទាប់មកคลายទៅជាមេអំបៅស្អាតទេបងណាពណ៌មាសហ្មងចឹងពេលណាដែលពេលវាស្លាប់ដែរបងពេលស្លាប់ហ្នឹងគឺពេលដំណាក់កាលមេអំបៅចេញមកក្រៅហើយចាប់ផ្ដើមបន្តពូជបន្ទាប់ពីពងហើយគឺស្លាប់នេះជាដំណាក់កាលមួយទៀតសម្បុកនាងដែលធ្វើបាន 50% ហើយគឺយើងលើកជួរចេះមកគឺអត់ជ្រុះដង្កូវយើងគឺលែងជ្រុះពីជាលហើយនេះគឺលក្ខណៈពាក្យកណ្ដាលបុរាណឬក៏ពាក្យកណ្ដាលសម័យបើយើងបុរាណគឺដូចយើងមេឈើហ្នឹងឬក៏រៀមនេះយើងហៅកន្ទ្រុំខាងនោះជាលក្ខណៈពាក្យកណ្ដាលសម័យនឹងបុរាណហើយនៅខាងនេះយើងបុរាណបែបបុរាណចំបាទអញ្ចឹងកាលដើមឡើយចាស់បុរាណយើងគឺធ្វើបែបនេះបងណាបាទហើយយើងរៀបជាយើងហៅកន្ទ្រុំឬក៏ទសុំដែលយើងដាក់មេពួចនឹងចងស្តៀងនឹងអំបោសរបស់យើងក៏យើងដាក់ដង្កូវមកដង្កូវវាចាប់ផ្ដើមរកកលែងណាដែលគិតអាចរុំខ្លួនឯងបានបាទខ្ញុំមើលមកកលេសស្មានអំបោសតាបាទស្តៀងដូច្នោះឥឡូវយើងមិនសូវជាមានច្រើនទេដោយសារអីពេលដែលដង្កូវយើងចាក់សម្បុកហើយគឺយើងពិបាកនឹងបេះចេញ
ហើយណាមួយយើងប្រឡាក់ជាមួយនឹងសម្បកឈើមែកឈើខ្លះទៅយើងពិបាកសម្អាតឥឡូវយើងប្រើជាខាងនោះ អូយើងស្រួលប្រមូលបងណា ប្រមូលយើងស្រួលសម្អាតដោះលាង យើងបន្ទាប់ពីហើយធ្វើសបុកនេះហើយយើងទៅណាទៀត បន្ទាប់ពីកូននាងចាក់សម្បកនេះយើងថារយៈពេល5ថ្ងៃទៅ6ថ្ងៃហ្នឹងយើងបេះចេញមកមួយចំនួនយើងរក្សាទុកនៅកន្លែងនេះប្រហែលជា 20% ដើម្បីឲ្យមេអំបៅចេញមកបន្តពងកូន អូទុកបន្តពូជបងណា ភាគរយដែលនៅសេសសល់គឺយើងយកទៅរោងស្រាវបាទចេះតោះយើងទៅមើលរោងស្រាវសូត្រ